កូនស្រីរបស់អ្នកសុកចិត្តជំនួសប្អូនស្រីរបស់អ្នកដើម្បីចូលទៅក្នុងព្រះបរមរាជវាំងសម្រាប់ការជ្រើសរើសតើអ្នកគិតថាអ្នកជានរណាត្រូវចាត់តាំងឲ្យទៅបម្រើការងារនៅព្រះបរមរាជវាំងម៉ាក់ឲ្យតើម៉ាក់គិតថាអធិរាជនឹងចង់អ្នកបម្រើក្នុងវាំងម្នាក់ដែលមានស្លាកស្នាមនៅលើមុខរបស់នាងលើពីនេះទៅទៀតការជ្រើសរើសព្រះរាជទាយាទគឺចិត្តមកហើយក្រោយប្រសិនបើគ្រួសារស៊ូមិនបង់ប្រាក់ការបញ្ជូននរណាម្នាក់ចេញគឺដូចជាមិនស្ដាប់បង្គាប់បញ្ជារបស់អធិរាជប៉ុន្តែផ្ទះនោះត្រូវបានគេលួចប្លន់បុកបរិសម្នាក់បានលេចមុខនៅក្នុងសុបិនមួយហើយបាននិយាយថាវាជាវាសនារបស់គាត់គឺពិសេសប្រសិនបើគាត់អាចចូលទៅក្នុងព្រះបរមរាជវាំងបានគាត់អាចដើម្បីធានាបាននូវទ្រព្យសម្បត្តិនិងវិបុលភាពរបស់គ្រួសារស៊ូអស់រយៈពេល30ឆ្នាំបើមិនដូច្នោះទេអាចនឹងមានការបង្ហូរឈាមដូនតារបស់យើងបានបន្សល់ទុកពូជពងរបស់យើងរួចហើយរឿងរ៉ាវនៃការជួសជុលបសឡានដែលខូចត្រូវបានគេស្គាល់យ៉ាងទូលំទូលាយអ្នកអាចពិនិត្យមើលវាបានជាសំណាងល្អខ្ញុំស្ថិតនៅក្នុងរូបកាយផ្សេងនៅពេលដែលខ្ញុំឆ្លងភពមានផ្លូវសម្រាប់ជួសជុលបសឡាននេះជាលេសដ៏ល្អឥតខ្ចោះបន្ទាប់ពីសួងងើចូលទៅក្នុងព្រះបរមរាជវាំងតើនឹងមានក្តាប់កូនស្រីខ្ញុំមិនហ៊ាននិយាយថានាងប្រកាសទេប៉ុន្តែយ៉ាងហោចណាស់មុខកូនស្រីគឺវានៅដដែលប្រពន្ធចុងដ៏កំសាក់នេះនារីម្នាក់នេះហាក់ដូចជាបានផ្លាស់ប្ដូរឥឡូវនេះតើវាពិតជាអាចទៅរួចទេដែលថាបុគ្គលម្នាក់ដំបូងឡើយបុកបរិសបានបង្ហាញអំណាចរបស់គាត់ហើយនៅព្រោះបងស្រីរបស់អ្នកមិនប្រសិនបើពួកគេបង្ហាញភស្តុតាងដោយខ្លួនឯងជោគវាសនារបស់គ្រួសារស៊ូនឹងគាត់នៅពីលើអ្នកហើយចេញទៅរៀបចំវាមុខខ្ញុំឲ្យមុខខ្ញុំខូចហើយស៊ូនៀនបាននិយាយថាបើមិនមែនដោយសារអ្នកទេតើខ្ញុំគាត់អាចនឹងសម្លាប់ខ្លួនឯងដោយអចេតនាកូនស្រីរបស់ប្រពន្ធចង់ថប់ទាបឲ្យអ្នកមានសិទ្ធិអ្វីចូលមកក្នុងព្រះរាជវាំងជំនួសខ្ញុំនឹងសម្លាប់អ្នកបងស្រីតើព្រះបន្លាពុកហូនេះពិតជាវាមានភាពរស់រវើកអ្នកហ៊ានមកទីនេះស្រីឆ្នះឲ្យខ្ញុំនឹងកាត់ក្បាលឯងចោលមកតើប្អូនស្រីរបស់ខ្ញុំបានធ្វើខុសមែនទេនៅថ្ងៃនោះអ្នកគឺជាអ្នកដែលទូចង់ពួកគេបានកោសមុខខ្ញុំដោយបំណែកប៉ូស្លែនហើយបន្ទាប់មកខ្ញុំបានធ្វើឲ្យអ្នករបួសដោយអចេតនាក្នុងអំឡុងពេលដង្ហែសក់ខ្លួនតាំងពីដើមដល់ចប់ខ្ញុំគ្រាន់តែការថែរក្សាខ្លួនឯងនោះហៅថាច្រូតកាត់អ្វីដែលអ្នកសាប់ព្រោះទេវាអាចរស់បានស៊ូនៀនបាននិយាយថាអ្នកបងស្រីអ្នកមានពេលវាយកំទេចរបស់របរនៅទីនេះជំនួសឲ្យការគិតអំពីរបៀបលាក់វាឲ្យបានត្រឹមត្រូវយើងគួរគិតអំពីលោកខាងលិចស្នាមនេះអ្នកគ្រាន់តែនៅទីនេះការពារស្លាកស្នាមនេះជឿចាប់យឺតនៅក្នុងទីធ្លាខាងក្រោយនៃវិមានគ្រួសារស៊ូចំណាយពេលពេញមួយជីវិតរបស់អ្នកនៅទីនោះអ្នកនាងតើយើងពិតជាទៅព្រះបរមរាជវាំងមែនទេនៅក្នុងទីធ្លាខាងក្រោយដ៏ស្ងាត់ជ្រុងនៃវិមាននេះលីវស៊ីគឺជាមនុស្សខុសខើសត្រូវពលលុបបំបត្តិភាពលាក់ពុតដោយបន្សល់ទុកតែវាជាផ្លូវតច្រកមួយឈុនតាវចាំទុកណាគ្រាន់តែកាន់កាំបិតមានតែការគ្រប់គ្រងវាសនារបស់ខ្លួនឯងទេទើបអាចរស់រានមានជីវិតបានបន្ទាប់ទៀតម៉េងកូនស្រីរបស់អភិបាលខេត្តជាងណានស៊ូយ៉ាវទុកសញ្ញាចោលលោកស្រីស៊ូនីងកូនស្រីរបស់អនុរដ្ឋមន្ត្រីក្រសួងចំណូលគូឪពុកក្មេកឲ្យអ្នកបានខិតខំធ្វើការណាស់ឪពុកខ្ញុំជាអ្នកបម្រើការងារនៅក្នុងក្រសួងបានបង្រៀនកូនស្រីរបស់គាត់ឈ្មោះឈីងតាំងពីក្មេងមកប្រកាន់ខ្ជាប់នៅពិធីសាសនាទោះបីជាខ្ញុំជាស្ត្រីក៏ដោយសន្សំសំចៃប៉ុន្តែមិនគិតគូរពីប្រយោជន៍ផ្ទាល់ខ្លួនថ្មីនេះព្រះចៅអធិរាជបានលើកកម្ពស់ការឧស្សាហ៍ព្យាយាមនៃហាសីដ៏សេចក្ដីមានការព្រួយបារម្ភចំពោះតំបន់គ្រោះមហន្តរាយឪពុកក្មេករបស់ខ្ញុំបានឃើញមនុស្សរាប់មិនអស់ដូច្នេះខ្ញុំគិតថាគេយល់ពីភាពខុសប្លែកគ្នាបានល្អបំផុតក្មេងស្រីនេះស្លៀកពាក់មិនស្អាតមែនទេពួកគេពិតជាក្រីក្រណាស់ពួកគេគ្រាន់តែកំពុងសម្ដែងសម្រាប់ព្រះចៅអធិរាជប៉ុណ្ណោះទេក៏សល់ខ្លាំងម្លេះនៅក្មេងខ្ចីម្លេះប្រសិនបើការបោកប្រាស់នាំឲ្យមានផលចំណេញនៅថ្ងៃអនាគតនោះពិតជាអាក្រក់ណាស់ស៊ូនីងកូនស្រីរបស់អនុរដ្ឋមន្ត្រីក្រសួងចំណូលធ្វើដងរក្សាសញ្ញានោះការចូលទៅក្នុងព្រះរាជវាំងមានន័យថាខ្លាចជាអ្នកបម្រើព្រះរាជវាំងហើយមានប្រាថ្នាបានខ្លះបានរកឃើញកន្លែងលាក់ខ្លួនរបស់វាហើយអ្នកណាហ៊ានបង្កបញ្ហាចូលចេញទៅភ្លាមឥឡូវនេះយើងកំពុងអនុវត្តវិធានការបង្ការដោយផ្អែកលើបញ្ជីឈ្មោះអូវិមានគ្រួសារស៊ូពិតជាបានដួលរមែងព្រលឹងបានឈានដល់ចំណុចនេះសម្ភារៈនេះមើលទៅដូចជាវាមកពីទីក្រុងប៉េកាំងរបស់របរទាន់សម័យនៅក្នុងទីក្រុងកាលពី3ឆ្នាំមុនសូម្បីតែអ្នកបម្រើក៏មិនពាក់វាដែរឥឡូវនេះមិនអីទេឪពុកខ្ញុំបានបង្រៀនខ្ញុំតាំងពីក្មេងអ្វីទាំងអស់សុទ្ធតែជាការបំភាន់មានតែភាពស្មោះត្រង់ប៉ុណ្ណោះដែលនៅសេសសល់តែការគោរពតាមច្បាប់ប៉ុណ្ណោះទើបយើងអាចរស់នៅស្រុកធម្មតារបស់ប្រជាជាតិបាននឹងឧត្តមសេនីយ៍នោះទេវិមាននេះមានទ្រព្យសម្បត្តិនិងអភិជនបងស្រីស៊ូខ្ញុំកំពុងមើលក្តីរបស់អ្នកឡើងក្រហមនឹងហើមនេះជារូបមន្តសម្ងាត់របស់គ្រួសារខ្ញុំសាកល្បងប្រើក្រែមលាបនេះអរគុណបងស្រីមេងខ្ញុំមិនដឹងទេហេតុអ្វីបានជាបងស្រីមេងជួយខ្ញុំនៅក្នុងវិមាននេះការមានមិត្តភក្តិច្រើនតែងតែប្រសើរជាងការមានមិត្តភក្តិច្រើនការមានសត្រូវច្រើនគឺជារឿងល្អមេងស៊ូយ៉ាវមើលទៅសុភាពរៀបសារនិងមានចិត្តល្អប៉ុន្តែមិនមែនជាមនុស្សសាមញ្ញទេមួយពិតមែនហើយគ្មានមនុស្សណាម្នាក់នៅក្នុងព្រះរាជវាំងនោះទេវាមើលទៅគ្មានគ្រោះថ្នាក់នៅលើផ្ទៃ
ស៊ូសៀវជូមានស្ថិរភាពណាស់មែនហើយការរៀបចំការពេលអូនេះគឺល្អឥតខ្ចោះសម្រស់របស់នាងគឺមិនអាចប្រៀបផ្ទឹមបានរឿងអ្វីក៏គួរឲ្យស្អប់យ៉ាងនេះសំបីតែដើមឈើដែលក្រៀមស្វិតនាងប៊ុនប្រសពណាស់ផ្កាងាប់ហើយរស់ឡើងវិញព្រៀបទូលោកស្រីមេកាមានរឿងធំហើយគួរឲ្យរន្ធត់មួយបានកើតឡើងហើយព្រះមហាក្សត្រីយានីពុជខ្យងលំពេងពណ៌មាសក្រហមដែលខ្ញុំបានកត់សរសើរដល់ពីបានបាត់ទៅហើយខ្ជះខ្ជាយនោះគឺជាអំណោយពីអធិរាជិនីសរសេរពាក្យបណ្ដាំសម្រាប់អ្នកបកវត្ថុរបស់អ្នកគ្រប់គ្រងមានតម្លៃខ្លាំងណាស់ពិតទ្វារវិមានឈូសើភ្លាមគ្មានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលឬចេញទេម្នាក់ការស៊ើបអង្កេតយ៉ាងហ្មត់ចត់គឺត្រូវការជាចាំបាច់សូម្បីតែដល់ចំណុចស្វែងរករថយន្តចូលនៃព្រះបរមរាជវាំងក៏ដោយយាយលីវត្រូវបានគេរកឃើញហើយគាត់នៅក្នុងផ្ទះរបស់ស៊ូសៀវនៅក្រោមគ្រែរបស់ព្រះអង្គចាស់ហើយអ្នកក៏បានលួចវាដែរគ្មានអ្វីចម្លែកទេដែលខ្ញុំបានឃើញអ្នកសម្លឹងមើលនេះអស់រយៈពេលយូរហើយបន្ទាប់មកក៏សម្រេចចិត្តថាគឺការកាត់ឡើងនៃលោកលុននៅក្នុងចិត្តរបស់មនុស្សម្នាក់របស់ព្រះមហាក្សត្រពួកគេហ៊ានធ្វើវាមែនទេពួកគេពិតជាក្លាហានមិនគួរឲ្យជឿទេមិនមែននារីវ័យក្មេងរបស់ខ្ញុំទេជាស្គននារីវ័យក្មេងខ្ញុំនឹងមិនធ្វើរឿងបែបនេះទេក្រៅពីនេះអ្នកបានលួចវាគ្មានអ្វីចម្លែកទេដែលខ្ញុំបានឃើញអ្នកសម្លឹងមើលនេះអស់រយៈពេលយូរហើយបន្ទាប់មកក៏សម្រេចចិត្តថាគឺការកាត់ឡើងនៃលោកលុននៅក្នុងចិត្តរបស់មនុស្សម្នាក់របស់ព្រះមហាក្សត្រពួកគេហ៊ានធ្វើវាមែនទេពួកគេពិតជាក្លាហានមិនគួរឲ្យជឿទេមិនមែននារីវ័យក្មេងរបស់ខ្ញុំទេជាស្គននារីវ័យក្មេងខ្ញុំនឹងមិនធ្វើរឿងបែបនេះទេសូមឯកឧត្តមមេត្តាយល់ផងខ្ញុំមិនដែលចោរកម្មលដុតនេះត្រូវបានដាក់តាំងបង្ហាញពេញមួយថ្ងៃកាលពីម្សិលមិញនៅលើច្រាំងនៃសាវធំកូនស្រីខ្ញុំកាលពីម្សិលមិញនៅពេលរសៀលគាត់បានជួបជាមួយអាគមហេសីវេនលោកប្រវ័យក្មេងកំពុងហាត់សរសេរអក្សរចង់នៅក្រោមដំបូលផ្ទះខ្ញុំមិនដែលផ្អៀងតែម្នាក់ឯងរហូតដល់យប់ជ្រៅទេវានៅចិត្តសាវធំដូច្នេះតើវាអាចត្រូវបានគេលួចដោយរបៀបណាឱកាសបងស្រីវេនបងស្រីមេងម្សិលមិញអ្នកបាននៅជាមួយខ្ញុំពេញមួយរសៀលប៉ុន្តែតើអ្នកនឹងខ្លាញ់ទីបន្តជំនួសខ្ញុំទេមែនហើយម្សិលមិញស៊ូមេមីនៅជាមួយយើងនៅជាមួយគ្នាយើងមិនដែលចាក់ចេញទេកន្លះម៉ោងយាយខ្ញុំអាចខ្លែងទីបន្តបានស៊ូអូនស្រីរបស់ខ្ញុំនៅជាមួយយើងពេញមួយម្សិលមិញពួកគេតែងតែនៅជាមួយគ្នាជានិច្ចដោយគ្មាននរណាម្នាក់នៅម្នាក់ឯងជាមួយពួកគេលដុតពួកគេប្រកាសជាបានខົບខិតគ្នាធ្វើអ្វីគ្រប់យ៉ាងប៊ូលដុតត្រូវបានគេរកឃើញនៅក្រោមគ្រែរបស់នាងដែរពួកតាំងគឺមិនអាចប្រកែកបានតើអាចនិយាយអ្វីទៀតយាយនេះជាគ្រែដែលខ្ញុំកំពុងស្នាក់នៅចិត្តច្រកចូលអ្នកណាក៏អាចចូលបានដែរបើខ្ញុំចូលទៅចិត្តតើអ្នកពិតជាចង់លួចវាមែនទេតើវាអាចលាក់បាំងដោយមិនប្រុងប្រយ័ត្នយ៉ាងនេះដោយរបៀបណានៅក្រោមពូករងចាំស្វែងយល់លើពីនេះខ្សែអង្កាំនេះពីលដុតក្រណាត់ចំណុចក្រហមមួយប្រឡាក់ក្នុងស្នាមប្រេះពណ៌ផ្កាឈូកមានលក្ខណៈពិសេសចំពោះស្លាបខាងលិចរស់រោចស្ត្រីដ៏រៀបទៀបម្នាក់នេះតែងតែស្រឡាញ់មិនចាំបាច់ប្រើពណ៌ក្រហមទេប៉ុន្តែរបស់លីមីមីនៅលើតុសម្អាងមានមួយប្រអប់ផ្កាកុលាបក្រហមលោកស្រីលីតើនេះជាការពិតទេខ្ញុំមិនបានធ្វើទេនាងជាអ្នកដែលធ្វើការចាប់ប្រកាន់មិនពិតនោះក្មេងស្រីម្នាក់ដែលមានល្បិចកនិងកាច់សាហាវម្លេះជាធំវាមិនគ្រប់គ្រាន់សម្រាប់ខ្ញុំក្នុងការមានគំនិតលោកលុននោះទេពួកគេថែមទាំងហ៊ានដាក់ទណ្ឌកម្មអ្នកអតីតទៀតផងរបស់អធិរាជិនីផងដែរអ្នកណាហ៊ានប៉ះវាអូសវាចេញស៊ូនាងសួងអ្នកគ្រាន់តែរងចាំខ្ញុំមិនខ្ញុំនឹងអនុញ្ញាតឲ្យអ្នកទៅនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅក្នុងជំរឿននៃព្រះរាជវាំងការដាក់សុំនៅក្នុងប្រទេសចិនគឺមិនអាចទប់ស្កាត់បានឡើយការពារគឺមានសារៈសំខាន់ណាស់ផ្លូវខាងមុខនឹងកាន់តែពិបាកវាពិបាកដល់ណាស់ម៉េងកូនស្រីរបស់អភិបាលខេត្តជៀងណានស៊ុយអូអាយុ15មួយឆ្នាំជាធម្មតាអ្នកធ្វើការក្នុងកំណាព្យនិងអក្សរសាស្ត្រនៅតែខិតខំដើម្បីភាពប្រសើរឡើងមែនទេព្រះមហាក្សត្រឲ្យពេលទំនេរកម្មករស្រីច្រើនតែអានកំណាព្យនិងសៀវភៅទោះបីជាខ្ញុំមិនហៅខ្លួនឯងថាជាអ្នកជំនាញទេប៉ុន្តែខ្ញុំមិនហ៊ានទេខ្ជិលច្រអូសតើអ្នកដឹងពីរបៀបលេងអុកទេខ្ញុំមានការយល់ដឹងជាមូលដ្ឋានអំពីវាកំពុងរៀបចំក្តារអុកតើអ្នកចិត្តណាផ្ដល់ផ្លូវឲ្យកូនប្រុសទាំង3របស់ខ្ញុំមែនទេព្រះករុណាជាមេនៃលបែងអុកហើយខ្ញុំជាអ្នកបម្រើដ៏រៀបទៀបរបស់អ្នកខ្ញុំមិនហ៊ានបដិសេធទេទុកបន្ទះនោះចោលហើយទទួលបានកញ្ចប់មួយទុកសញ្ញានោះចោលហើយជូនផ្កាកូនស្រីរបស់គ្រួសារស៊ូអនុរដ្ឋមន្ត្រីក្រសួងចំណូលកូនប្រុសឲ្យចូលលើកក្បាលឡើង
ខ្ញុំបានឮថាអ្នកនៅទីតាំងកាលពីប៉ុន្មានថ្ងៃមុនឈូស៊ីវកុងបានជួយស៊ើបអង្កេតនិងស្វែងរកមូលហេតុករណីលួចនៅហូយ៉ាវអ្នកបម្រើដ៏រៀបរៀបរបស់អ្នកមិនហ៊ានទាមទារកិត្តិយសទេអ្វីទាំងអស់គឺដោយសារតែយាយលីវមានការយល់ឃើញយ៉ាងខ្លាំងតើអ្នកយល់ពីការកោតសរសើរចំពោះអុកទេខ្ញុំដឹងបន្តិចបន្តួចអំពីវាព្រះករុណានេះជាសក្ខីភាពនៃរាជវង្សមុនវាត្រូវបានគ្រោងទុកយ៉ាងហ្មត់ចត់និងហ្មត់ចត់បន្ទាត់ឆ្លាក់នៅលើបន្ទះខាងក្រោមគឺមកពីមុនទោះបីជាដាននៃសាលាឆាយស៊ូមិនទាន់ពេញលេញក៏ដោយខូចខាតប៉ុន្តែពិតប្រាកដគាត់មានជំនាញខ្លះទុកសញ្ញានោះចោលរួចបិទវាឲ្យជិតព្រះករុណាជាអម្ចាស់បងស្រីស៊ូនៅក្មេងនៅឡើយដំបងឡើយសៀវបានប្រគល់ញាជាបុគ្គលមានទេពកោសល្យដោយឈរជើងនៅជង្គុយវាមានដើម្បីឲ្យខ្ញុំអាចមើលឲ្យកាន់តែច្បាស់មើលព្រះមហាក្សត្រីយានីគង់នៅក្នុងព្រះបរមរាជវាំងជង្គុយការផ្លាស់ប្ដូរនេះពួកគេច្បាស់ជាចង់ស៊ើបការលើខ្ញុំដូចដែលអធិរាជនីបានណែនាំបងស្រីស៊ូនិងម្ចាស់កត្រីបានថតរូបគ្នាទៅវិញទៅមកចម្លើយធម្មជាតិអ្នកបម្រើដ៏រៀបរៀបរបស់អ្នកសូមជម្រាបសួរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងចាប់ពីពេលនេះទៅយើងនឹងក្លាយជាក្រុមគ្រួសារផ្នែកចុងក្រោយមិនគ្រាន់តែនិយាយអ្វីដែលអ្នកចង់បានមានត្រឹមតែ2-3នាក់ប៉ុណ្ណោះនៅក្នុងវាំងអ្នកត្រូវតែចងចាំច្បាប់នៃព្រះបរមរាជវាំងការបង្រៀនរបស់ព្រះមហាក្សត្រនឹងត្រូវបានអនុវត្តតាមលោកស្រីយុនស៊ីគឺជាមនុស្សរបស់ព្រះមហេសីលោកស្រីឲ្យក្នុងរយៈពេល3ថ្ងៃចាប់តាំងពីលោកស្រីចូលទៅក្នុងព្រះរាជវាំងតែអ្នកបានធ្វើតាមលិខិតនោះកាលពីម្សិលមិញទេអ្នកដែលត្រូវបានជ្រើសរើសគឺមេងដែលជាអ្នកនាងឯកឧត្តមក៏គួរតែយកចិត្តទុកដាក់នឹងស្តាប់ផងដែរគេនិយាយថាម្សិលមិញព្រះចៅអធិរាជគង់នៅសួនច្បារជួបលីមេរិនពេលកំពុងដើរលេងក្នុងសួនច្បារហើយបានសរសើរលេងបានល្អណាស់ខ្ញុំបានឮថាមនុស្សនោះគឺស៊ូកៃរ៉េនខ្ញុំបានឮថាការជ្រើសរើសវាមានពាក់ព័ន្ធនឹងការកត់សម្បត្តិរបស់យ៉ាងធ្វើឲ្យសំបីតែអធិរាជក៏ភ្ញាក់ផ្អើលដែរវាគ្រាន់តែជាល្បិចផ្សព្វផ្សាយប៉ុណ្ណោះចូលយើងទាំងអស់គ្នារីករាយជាមួយតែរបស់យើងរសជាតិល្វីងគឺដូចជាផ្លែប៉េះដែលជាប់នៅចន្លោះបំណែកពីរម្សៅឬការប្រើប្រាស់រយៈពេលវែងនឹងនេះនាំឲ្យមានការមិនអត់អន់ហេតុអ្វីបានជាបងស្រីស៊ូមិនផឹកវាមិនត្រឹមត្រូវទេជាតិព្រះអង្គម្ចាស់ភរិយានេះខ្ញុំមានអាការៈឈឺពោះរយៈពេល2ថ្ងៃមកហើយគ្រូពេទ្យបានណែនាំពួកគេឲ្យថ្វាយតែជាយីហូជាខ្ញុំបានឮថាបងស្រីស៊ូអូនស្រីខ្ញុំបានទៅផ្ទះបាយអធិរាជកាលខ្ញុំបានសួររកពូអែតែពូអែមានលក្ខណៈក្តៅមិនដូចតែបៃតុងទេបងស្រីស៊ូមានសុខភាពមិនល្អសូមប្រុងប្រយ័ត្ននោះជាការរំពឹងទុកព្រះមហាក្សត្រីយានីមានបន្ទូលអ្វីអ្នកស្រីមេងត្រឹមត្រូវហើយដោយសារភរិយារបស់លោកស៊ូឈឺធ្ងន់ទៅផ្ទះហើយសម្រាកមុនអ្នកស្រីឲ្យតែត្រឡប់ទៅវិញហើយយើងនឹងនិយាយគ្នាវាមិនមែនជាថ្នាំពោះស្រួចស្រាវទេវាជាថ្នាំពោះដែលធ្វើសកម្មភាពយឺតការគ្រាវអធិរាជពិតជាមិនធម្មតាមែនបន្ទាប់មកព្រះមហាក្សត្រីយានីបានប្រទានអំណោយដល់យើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នព្រះចៅអធិរាជបានចេញព្រះរាជក្រឹត្យថាស៊ូកៃគួរតែនៅទីនេះយប់នេះបុរសម្នាក់មើលថែស្ត្រីម្នាក់នៅលើគ្រែលោកម្ចាស់សូមលោករៀបចំទឹកសម្រាប់ងូតឲ្យលឿនអ្នកបម្រើឲ្យចូលទៅរៀបចំស៊ុបក្រអូបចុះតើអ្នកដឹងពីរបៀបកិនទេមកនេះឪពុករបស់អ្នកធ្វើការនៅក្រសួងចំណូលអនុរដ្ឋមន្ត្រីបានស្លាប់ពេលកំពុងបម្រើការងារក្នុងជួរកងទ័ពតើមូលហេតុអ្វីមើលព្រះករុណាខ្ញុំមិនដឹងអំពីនយោបាយតុលាការទេអ្នកមានភ្នែកដ៏មុតស្រួចក្នុងអំឡុងពេលជ្រើសរើសព្រះរាជវាំងនោះជាការយល់ដឹងដ៏ជ្រាលជ្រៅហើយខ្ញុំក៏សរសើរវាយ៉ាងខ្លាំងតើអ្នករៀនសិល្បៈនៃការដឹងគុណដោយរបៀបណាមនុស្សកូនស្រីខ្ញុំចូលចិត្តវត្ថុបុរាណតាំងពីតូចមកម្លេះខ្ញុំបានសិក្សាដោយខ្លួនឯងហើយទទួលបានការយល់ដឹងស្រពិចស្រពិលអាចស្គាល់សម្រស់បុរាណរបស់ខ្ញុំបាននោះកម្រមានណាស់រួចទៅហើយសម្រាប់មួយតើអ្នកខ្លាចទេព្រះមហាក្សត្រឲ្យខ្ញុំមិនហ៊ានទេមិនមែនខ្ញុំមិនខ្លាចទេតែខ្ញុំហ៊ានភរិយាស៊ូតើអ្នកគិតយ៉ាងណាចំពោះមហេសីព្រះមហាក្សត្រីយានីគឺជាមាតានៃប្រជាជាតិសេចក្តីសប្បុរសនិងសេចក្តីសប្បុរសសេចក្តីសប្បុរសព្រះករុណាជាអម្ចាស់ជីវិតលើត្បូងពេលវេលាបានមកដល់ហើយដេកចុះបន្តិចទៀតទៅម្ដាយចុងនៃគ្រួសារតើខ្ញុំបានប្រព្រឹត្តចំពោះអ្នកយ៉ាងដូចម្ដេចច្បាប់គ្រួសារគឺតឹងរឹងហើយកូនស្រីរបស់ជនរងគ្រោះរស់នៅជីវិតដ៏សុខសាន្តនិងពេញចិត្តប្រព្រឹត្តខ្លួនឲ្យសមរម្យខ្ញុំគិតថាអ្នកមានអារម្មណ៍មិនស្រួលបំផុតចំណុចមួយក្នុងចំណោមចំណុចស្ថានភាពរបស់អ្នកនៅក្នុងគ្រួសារស៊ូខ្ញុំវាច្បាស់ណាស់ព្រះនាងបានប្រព្រឹត្តអំពើល្អនៅក្នុងព្រះបរមរាជវាំងខ្ញុំនឹងការពារអ្នកដោយសារអ្នកមានជំនាញក្នុងការវិតម្លៃវត្ថុបុរាណអ្នកច្រើនខ្ញុំបានមកបម្រើការនៅក្នុងសាលបណ្ដុះបណ្ដាលព្រះមហាក្សត្រីយានីខ្ញុំសូមគោរពតាមអ្នកបម្រើដ៏រៀបរៀបរបស់អ្នកសូមជម្រាបសួរព្រះករុណាជាអម្ចាស់ជីវិតលើត្បូងរស់នៅបានយូរព្រះមហាក្សត្រីយានីអាយុ
ក្រោកឡើងខ្ញុំធ្លាប់ទៅថាព្រះចៅអធិរាជតែងតែក៏ហៅអ្នកជាញឹកដែលកំពុងបម្រើគាត់ជាមនុស្សដែលមានសមត្ថភាពនិងគួរឲ្យទុកចិត្តនេះជាសម្បុកបក្សីដែលខ្ញុំប្រគល់ឲ្យអ្នកចូលរួមបម្រើដោយខាងអធិរាជយើងគួរតែបម្រើពួកគេដោយប្រុងប្រយ័ត្នបំផុតសូមអរព្រះគុណព្រះមហាក្សត្រចំពោះព្រះហឫទ័យដ៏ប្រណីសន្តោសរបស់ព្រះអង្គអ្នកបម្រើនេះប្រកាសជានឹងចងចាំការណែនាំរបស់ព្រះមហាក្សត្រឲ្យគេគ្រប់គ្រងគ្រប់គ្រាន់ហើយអ្នកអាចបន្តការងាររបស់អ្នកបានខ្ញុំទើបតែឈប់មើលប៉ុណ្ណោះជ្រូកតូចទីបំផុតបានឆ្លងកាត់វាហើយកាលណាគេទទួលបានការអនុគ្រោះកាន់តែច្រើនគ្រោះថ្នាក់ក៏កាន់តែខិតជិតមកដល់មហេសីស៊ូដែលជាមហេសីថ្មីរបស់ព្រះមហេសីសូមរីករាយជាមួយតែវែងជាងមុនពេលភ្លៀងម្ចាស់ផ្ទះបានទៅផឹកតែសូមអង្គុយចុះស៊ូម៉ៃម៉ៃមានក្លិនក្រអូបជាពិសេសដូចជាស៊ូហេសៀងស៊ូហេសៀងគឺជាពិធីគោលវិញ្ញាណនគរប្រចាំឆ្នាំនេះពីរង្វាន់នេះត្រូវបានផ្ដល់ជូនតែព្រះមហេសីម្ចាស់កត្រីផ្ទាល់ប៉ុណ្ណោះតើលោកស្រីស៊ូមានប្រអប់នៅទីនេះទេព្រះមហាក្សត្រចម្លែកណាស់បើមិនមែនប្អូនស្រីខ្ញុំប្រើអូតើអាចមាននរណាម្នាក់លួចវាទេរបស់អធិរាជនីព្រះអង្គម្ចាស់ឲ្យប្រអប់ដែលអ្នកដាក់ក្នុងស្បែកជើងស៊ូហឺសៀងពិតជាបានបាត់ខ្លួនមែនស៊ូមហេសីត្រូវបានរកឃើញហើយព្រះនាងគង់នៅស៊ូកៃនៅក្រោមខ្នើយរបស់មនុស្សម្នាក់ចាប់បានហើយស៊ូកៃរ៉េនអ្នកមានអ្វីផ្សេងទៀតដែលត្រូវនិយាយទេព្រះករុណាគ្មានទោសទេធូបនេះពិតជាមិនមែនអ្វីដែលខ្ញុំដែលជាប្រពន្ធចុងរបស់អ្នកបានយកអស់ស្ថិតនៅក្រោមខ្នើយរបស់អ្នកវាពិបាកណាស់លើនេះថែមទាំងអាចដុសជើងហើយរត់ឆ្លងកាត់ទៀតផងមិនអាចទៅបានទេភរិយាស៊ូខ្ញុំមិនបានប្រព្រឹត្តចំពោះអ្នកល្អទេពលយងតាមច្បាប់រាជវាំងបានលួចយកតំណែងសំខាន់ចំពោះរបស់របរបែបនេះត្រូវវា20ដំបងការបន្ទាបឋានៈនិងការហាមឃាត់ជើងព្រះករុណាជាអម្ចាស់ជីវិតលើត្បូងខ្ញុំសូមអនុញ្ញាតតើខ្ញុំអាចមើលប្រអប់ធូបនេះបានទេនេះមិនមែនជាការគោរពដែលអធិរាជនីកំពុងថ្វាយនៅឆ្នាំនេះទេនៅឆ្នាំនេះតំបន់ភាគខាងលិចកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតហើយការឧបត្ថម្ភថ្មីជាមួយនឹងពណ៌ជ្រៅនិងក្លិនក្រអូបជូរចត់របស់វាប្រអប់នេះពណ៌ស្រាលជាមួយនឹងរសជាតិផ្អែមបង្ហាញថាវាចាស់ក្លិនក្រអូបខ្ញុំបានសិក្សាពីវត្ថុបុរាណតាំងពីកុមារភាពក្លិនក្រអូបល្អបំផុតក្នុងការសម្គាល់ក្លិនថ្មីរចនាប័ទ្មចាស់មិនដែលខុសទេអ្នកចង់មានន័យថាមាននរណាម្នាក់បានដាក់ទុនកម្មអ្នកមែនទេខ្ញុំមិនហ៊ាននិយាយដោយអួតអាងទេខ្ញុំគ្រាន់តែសួរព្រះករុណាប៉ុណ្ណោះការសង្កេតយ៉ាងហ្មត់ចត់នាងជាមនុស្សដែលគិតគូរខ្លាំងណាស់មិនអីទេប្រហែលជាអ្នកបម្រើបានធ្វើខុសហើយភ្លេចវាចោលទៅលោកម្ចាស់ខ្ញុំភ័យខ្លាចខ្លាំងណាស់ពេលនេះមិនអីទេវាមិនទាន់ចប់នៅឡើយទេខ្ញុំបានលើអំពីព្រឹត្តិការណ៍នៅព្រះបរមរាជវាំងជន់គុយថ្ងៃនេះខ្ញុំបាននិយាយដូចនេះព្រះមហាក្សត្រឲ្យខ្ញុំមិនហ៊ានបញ្ឆោតព្រះអង្គទេក្លិនក្រអូបនោះពិតជាមិនមែនជាអ្វីដែលខ្ញុំដែលជាប្រពន្ធចុងរបស់អ្នកមាននោះទេខ្ញុំដឹងអំពីប្រអប់សួយសារអាកររបស់អធិរាជនីខ្ញុំដឹងពីគុណភាពនៃផលិតផលឥឡូវនេះអ្នកអាចកំណត់អត្តសញ្ញាណគ្រឿងទេសបានហើយដើម្បីបញ្ជាក់ពីភាពគ្មានទោសបីរបស់គាត់មនុស្សម្នាក់ត្រូវតែឃើញកំណត់សមត្ថភាពរបស់វត្ថុពិតមិនមែនជាវត្ថុនិមិត្តទេវាមានរូបរាងរបស់វាមូលហេតុដែលខ្ញុំរក្សាអ្នកនៅក្បែរខ្ញុំគឺដោយសារតែអ្នកយកពីកំណត់ដាវអ្នកនៅតែនឹងមកមើលថែវាជាញឹកញាប់វាមានបេះដូងគ្រាន់តែធ្វើអ្វីដែលអ្នកពូកែនោះហើយជាបញ្ហាព្រះមហាក្សត្រីយានីខ្ញុំសូមគោរពតាមព្រះមហាក្សត្រីយានីខ្លាចអ្នកនៅថ្ងៃនេះប៉ុន្តែតើនឹងមានអ្វីកើតឡើងខ្ញុំតែម្ដងទៀតខ្ញុំអាចការពារពួកគេបានការពារនរណាម្នាក់បានតែរយៈពេលខ្លីប៉ុណ្ណោះមិនមែនជាក្នុងវិមាននេះអ្នកត្រូវតែឈរលើជើងទាំងពីររបស់អ្នកស្ថិរភាពឈុនតាវសូមរៀបចំអំណោយតូចមួយខ្ញុំនឹងទៅលេងមេងសៀវនៅថ្ងៃស្អែកម្ចាស់ផ្ទះមេអូនស្រីរបស់ខ្ញុំមានសំណាងណាស់នៅថ្ងៃនេះអូនស្រីរបស់អ្នកដឹងរួចហើយឬនៅគ្មានអាចកំបាំងនៅក្នុងព្រះបរមរាជវាំងទេមានតែព្រះចៅអធិរាជផ្ទះឥឡូវនេះអ្នកគឺជាមនុស្សដែលអធិរាជឲ្យតម្លៃពួកគេក៏ជាបន្លាមួយនៅក្នុងផ្នែករបស់ព្រះមហេសីផងដែរការចូលរួមកម្លាំងគ្នាប្រហែលជាអាចទម្លុះបានផ្លូវទីយ៉ាសេងតើអូនស្រីខ្ញុំចង់បានអ្វីខ្ញុំចង់ឲ្យគ្រួសារវាងដួលរលំដើម្បីជាប្រយោជន៍ដល់ឪពុកខ្ញុំអូនស្រីជាទីស្រឡាញ់របស់ខ្ញុំអ្នកត្រូវតែរស់នៅចូលទៅទីនោះហើយរស់នៅដោយសន្តិភាពឡឧបករណ៍នេះមានរចនាសម្ព័ន្ធដ៏ប៉ិនប្រសប់មួយអ្នកដែលយល់ពីជំនាញដាវអាចមើលឃើញអត្ថន័យនៅខាងក្នុងហេតុផលធ្មេញនិងជ្រុងកែទាំងនេះច្បាស់លាស់បើកបររៀងរាល់60ជុំរំកិលកង់ឈីឈិនឲ្យធ្ងន់ដោយហេតុនេះអាចគ្រប់គ្រងបាន
ដើម្បីធ្វើឲ្យប៉ោញបានយ៉ាងច្បាស់លាស់ដូចនេះអ្នកអាចធ្វើវាបានភ្លាមជារៀងរាល់ថ្ងៃកំហុសមិនគួរលើសពីពាក់កណ្ដាលនៃក្របឡើយស៊ូកៃរិនមានសមត្ថភាពខ្លាំងណាស់ក្នុងរយៈពេល3ថ្ងៃពួកគេបានរត់ឆ្ពោះទៅកាន់សារបណ្ដុះបណ្ដាលផ្លូវចិត្តពីចុងទាំងពីរប៉ុន្តែវាជាការអាណិតណាស់មិនថាព្រះចៅអធិរាជពេញចិត្តអ្នកប៉ុណ្ណាក៏ដោយពួកគេមិនអាចឆ្លងកាត់គ្រួសាររាជវង្សបានទេសូមអបអរសាទរភរិយាចៅសូមអបអរសាទរខ្ញុំសូមផ្ដល់ដំបូន្មានខ្លះដល់អ្នកកុំពាក់ព័ន្ធជាមួយមេងគ្រួសារមេងបានចូលទៅចិត្តមនុស្សសំខាន់នោះខ្លាំងពេកគាត់ច្រើនតែមានចរិតមិនសមរម្យប្រញាប់ទៅព្រះបរមរាជវាំងឆាងឈុនហើយអញ្ជើញមេងគីមនុស្សនោះបានមកដល់ភ្លាមបាត់ចាសោះព្រះអង្គម្ចាស់មេងត្រូវបានដោយព្រះមហេសីពួកគេត្រូវបានកោះហើយចេញមហេសីឲ្យកគឺជាមីងរបស់មហេសីការកោះហើយនេះពិតជាមិនមែនជារឿងល្អទេបងស្រីមានរឿងអ្វីមួយបានកើតឡើងចំពោះឪពុកខ្ញុំចំណូលពន្ធអំបិលនៅជាងណានមានការខ្វះខាតហើយព្រះចៅអធិរាជបញ្ជូនអ្នកនាំសារអធិរាជជំនះមកស៊ើបអង្កេតវាស្ថិតនៅក្នុងការសិក្សាបានបង្ហាញពីទំនាក់ទំនងជាមួយឈ្មោះការឆ្លើយឆ្លងគ្នាគឺជាភស្តុតាងឈីសែឪពុកត្រូវបាននាំចូលទៅក្នុងបេកាំងវាត្រូវបានផលិតឡើងដោយគ្រូសាវ៉ាងតើអ្នកណាទៀតក្រៅពីពួកគេសម្បត្តិនោះត្រូវបានក្លែងបន្លំប៉ុន្តែការសរសេរដោយដៃគឺស្រដៀងគ្នានេះដែរព្រះចៅអធិរាជមានព្រះទ័យខ្ញាល់យ៉ាងខ្លាំងហើយចង់ស៊ើបអង្កេតឲ្យបានហ្មត់ចត់ស៊ើបអង្កេតគ្រូសាសេនបងស្រីកុំបារម្ភអីព្រោះព្រះចៅអធិរាជការស៊ើបអង្កេតយ៉ាងហ្មត់ចត់គឺត្រូវការជាចាំបាច់តែបង្ហាញថាបញ្ហានេះមិនមានរបៀបសម្រេចនៅឡើយទេប៉ុន្តែតើខ្ញុំអាចធ្វើអ្វីបាននៅក្នុងវិមានដ៏ជ្រៅនេះខ្ញុំធ្វើអ្វីគ្រប់យ៉ាងទេតើអ្នកដឹងព័ត៌មានលម្អិតនៃសម្បត្តិទាំងនោះទេបងស្រីព័ត៌មានលម្អិតដូចជាទឹកថ្នាំនៅលើត្រានៅលើលិខិតដានឬវិញ្ញាណភាពនៃក្រដាសដែលបានបោះពុម្ពយោងតាមការឆ្លើយតបរបស់ព្រះរាជទូតអធិរាជលិខិតនោះមានខ្លឹមសារឯកជនរបស់ឪពុកស្នាមប្រឡាក់ទឹកថ្នាំក៏ដូចគ្នាដែរដូចគ្នានឹងការប្រើប្រាស់ប្រចាំថ្ងៃរបស់ឪពុកដែរវត្ថុស័ក្តិសិទ្ធិនិងវត្ថុសាមញ្ញឯកសារនោះបញ្ជាក់ថាឪពុកបានទទួលយកអំបិលការសូកប៉ាន់របស់ពាណិជ្ជករលើវត្ថុបុរាណត្រូវហើយឪពុករបស់អ្នកត្រាឯកជនត្រូវបានព្រះចៅអធិរាជប្រទានដល់ទៀនវាងទឹកថ្នាំនេះត្រូវបានផលិតពីក្លិនឈុនដែលរៀបចំយ៉ាងពិសេសហើយប្រទេសទឹកថ្នាំคล้ายៗត្រូវតែទំនិញរួមបងស្រីអ្នកបានទទួលច្បាប់ចម្លងនៃសម្បត្តិហើយឬបំណែកនៃត្រាមួយខ្ញុំធ្លាប់បែបនេះតាំងពីកុមារភាពមកម្លេះប្រព័ន្ធធានារ៉ាប់រងសុខភាពប្រកបជានឹងរកឃើញចន្លោះប្រហោងប៉ុន្តែនោះជាកិច្ចការរបស់រដ្ឋាភិបាលដែលដោះស្រាយដោយខ្ញុំអាចយកវាដោយរបៀបណាខ្ញុំនឹងទៅខ្ញុំសូមអង្វរព្រះករុណាអ្នកចង់ពិនិត្យមើលករណីគ្រួសារមេងកិច្ចការរដ្ឋាភិបាលហេតុអ្វីភរិយាចុងរបស់អ្នកនិងភរិយាចុងមេងមានអារម្មណ៍ដូចគ្នាបងប្អូនស្រីមិនអាចទ្រាំមើលឪពុករបស់នាងបានទេគាត់ត្រូវបានគេធ្វើបាបប្រសិនបើលោកម្ចាស់មេងពិតជាមានទោសមែនព្រះមហាក្សត្រវាជាការល្អក្នុងការសម្អាតឈ្មោះរបស់នាងហើយកុំឲ្យនាងមានបោកប្រាស់ស៊ូនីងស៊ូងតើអ្នកដឹងទេថាហារ៉េមជាអ្វីតើការជ្រៀតជ្រែកក្នុងនយោបាយជាបទល្មើសអ្វីព្រះមហាក្សត្រឲ្យខ្ញុំមិនហ៊ានជ្រៀតជ្រែកក្នុងនយោបាយទេខ្ញុំគ្រាន់តែចង់ដើម្បីចែករំលែកបន្ទុករបស់អធិរាជព្រះករុណាជាអ្នកគ្រប់គ្រងដ៏ឆ្លៀសវៃយើងនឹងមិនធ្វើខុសចំពោះអ្នកស្មោះត្រង់និងមានគុណធម៌ឡើយស្មោះត្រង់និងមានគុណធម៌តើអ្នកណាពិតជាស្មោះត្រង់នៅក្នុងតុលាការអធិរាជតើអ្នកណាក្បត់មិនមែនគ្រាន់តែអ្នកទេគ្រាន់តែជាស្រីដែលអាចមើលឃើញតាមរយៈវាទេព្រះករុណាមិនអាចទត់ឃើញចិត្តមនុស្សបានទេប៉ុន្តែដើម្បីមើលតាមវត្ថុនិងសម្គាល់គុណភាពរបស់វាភាពត្រឹមត្រូវឬคล้ายៗប្រសិនបើវាពិតជាការក្លែងបន្លំមែននោះខ្ញុំនឹងពួកគេអាចរកឃើញចំណុចខ្វះខាតបើខ្ញុំរកមិនឃើញទេខ្ញុំសុខចិត្តដើម្បីទទួលយកកំហុសរបស់មនុស្សម្នាក់ខ្ញុំនឹងផ្ដល់ពេលឲ្យអ្នក3ថ្ងៃបន្ទាប់ពី3ថ្ងៃបើរកផុសតាងមិនឃើញទេចាំទៅអនុញ្ញាតឲ្យគាត់ស្នាក់នៅក្នុងវិមានត្រជាក់ជាមួយមេងស៊ូយ៉ាវសូមអរព្រះគុណចំពោះព្រះគុណរបស់ព្រះអង្គប្រធានបទរបស់ព្រះអង្គត្រូវបានខ្ញុំនឹងមិនបរាជ័យក្នុងបេសកកម្មរបស់ខ្ញុំឡើយបងស្រីមើលរូបអេក្រង់នេះคล้ายៗទេវិញ្ញាណភាពនៃថ្មធានហួងគឺជាសិប្បនិម្មិតទោះបីជាវាត្រូវបានធ្វើត្រាប់តាមយ៉ាងជិតស្និទ្ធយ៉ាងណាក៏ដោយឆ្លាតរវាងមិនអាចប្រៀបធៀបទៅនឹងស្នាមប្រឡាក់ទឹកថ្នាំនេះឪពុករបស់អ្នកតែងតែទឹកថ្នាំដែលផលិតដោយការកិនទឹកថ្នាំពណ៌ប្រភេទផ្លែឈើនោះក្តៅវណ្ហើយរលោងហើយនៅលើវាមែនហើយពណ៌ស្ងួតនិងពណ៌ស្រអាប់មិនដូចគ្នាទេថ្នាំលាបមួយប្រភេទវាពិតជាខុសគ្នាមែនប៉ុន្តែរឿងនេះខូចហើយតើវារីកគ្រប់គ្រាន់ទេតើភាគីម្ខាងទៀតនឹងនិយាយថាឪពុកគឺខ្ញុំបានផ្លាស់ប្ដូរបន្ទះទឹកថ្នាំនិងទឹកថ្នាំជាពិសេសនេះជាចំណុចខ្វះខាតប៉ុន្តែវាមិនប្រាកដគ្រប់គ្រាន់ទេដើម្បីបញ្ជាក់រឿងនេះយើងត្រូវការភស្តុតាងផ្ទាល់បន្ថែមទៀតយោងតាមរបាយការណ៍លិខិតនេះត្រូវបានបញ្ជាក់ថាคล้ายៗទេតើមានជំរឿអ្វីផ្សេងទៀតទេបងស្រីខ្ញុំពិតជាមិនដឹងថាត្រូវធ្វើអ្វីទេមិនអីទេលិខិតនោះបានរៀបរាប់អំពីឈ្មោះលំអិតម្នាក់ឈ្មោះចៅស៊ីហៃហើយក៏បាននិយាយថាឪពុករបស់ខ្ញុំគាត់មិនដែលទទួលយកសំណុកមួយជាអំណោយតើចូលទៅសួរនាំចៅដីហៃបងស្រីធ្លាប់ទៅពីមនុស្សម្នាក់នេះទេប្រហែលជាពេងតែលីទឹកដោះគោនេះខ្ញុំមិនដែលឮឈ្មោះនេះពីមុនមកទេហើយខ្ញុំមិនដែលឃើញពេងតែទឹកដោះគោពីមុនមកទេឪពុកខ្ញុំតែងតែស្មោះត្រង់និងទៀងត្រង់ហើយមិនដែលគាត់បានទទួលយកសំណុកតាក់ទងនឹងវត្ថុបុរាណជួនតៅទៅសួរអំពីរឿងនេះទៅចៅសមុទ្រទាំង4នឹងដើមទ្រូងរាជវង្សសុងនេះទីតាំងនៃពេងតែក្នុងរឿងនេះត្រូវតែស៊ើបអង្កេតឲ្យបានហ្មត់ចត់មែនហើយអ្នកស្រីខ្ញុំនឹងទៅភ្លាមលោកម្ចាស់ប្អូនប្រុសរបស់គាត់នៅក្រុងយ៉ាងជើការិយាល័យដឹកជញ្ជូនអំបិលបានធ្វើប្រតិទិនមួយហើយបានស្គាល់លោកចំណុចសំខាន់សម្រាប់គ្រប់ជ្រុងជ្រោយនៃពិភពលោកម្ចាស់ឲ្យសូមមេត្តាអាណិតផងបងប្រុសខ្ញុំបាននិយាយថាចៅស៊ីហៃបាននៅទីនោះអស់រយៈពេលដោយសារការពោលត្រីប៉ោងសាហាវណាស់ប្រជាជនមកពីការិយាល័យដឹកជញ្ជូននោះយ៉ាងដឹងថាវាមិនអាចទៅរួចទេក្នុងការមានទំនាក់ទំនងស្វ័យតាក់ទងរបស់មនុស្សពេញវ័យនិងបាត់ពេងតែរដុតទឹកដោះគោនោះវាជាផលិតផលคล้ายៗដែលមាននៅលើទីផ្សាររួចហើយមនុស្សស្លាប់មិនអាចផ្ដោតសក្ខីកម្មបានទេនេះជាខ្លឹមសារវិញ្ញាបនប៉ុស្តិ៍
តាបងប្រុសរបស់អ្នកសុកចិត្តបោះជំហានទៅមុខហើយធ្វើបែបនេះទេឆន្ទៈតើអ្នកមានគំនិតប្រើប្រាស់ទឹកថ្នាំត្រាដោយរបៀបណាដោយចាប់ផ្ដើមជាមួយនឹងតម្រុយតើយើងអាចកំណត់អត្តសញ្ញាណរបស់ចៅយ៉ាងដូចជាមួយពិភពលោកទេព្រះមហាក្សត្រីយានីបានសិក្សាជំនាញដល់តាំងពីកុមារភាពប្រតិកម្មបំផុតចំពោះវិញ្ញាណភាពនឹងឈ្មោះរបស់ចៅស៊ុយហៃមិនចាំបាច់ណែនាំទេបញ្ជីឈ្មោះអ្នកលក់បន្ទាប់មកខ្ញុំបានចាប់ផ្ដើមសង្ស័យស៊ូនីងសួងតើអ្នកដឹងទេថាខ្ញុំមិនស៊ើបអង្កេតករណីមេងឬស៊ើបអង្កេតវិទេអ្នកនៅតែចង់ដាក់ទុនកម្មគ្រួសារសិនមែនទេតើនឹងមានអ្វីកើតឡើងសម្ដេចឲ្យខ្ញុំជឿជាក់លើសម្ដេចយើងនឹងសម្អាតឈ្មោះរបស់លោកមេងជឿវិមាននេះត្រូវបានបោះបង់ចោលជាយូរមកហើយគាត់បាននិយាយពាក្យពីរម៉ាត់នោះមកខ្ញុំនឹងស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីមេខ្លោងនៅពីក្រោយរឿងនេះត្រឡប់ទៅវិញឥឡូវនេះសូមអរគុណព្រះមហាក្សត្រចាប់ពីថ្ងៃនេះទៅអ្នកត្រូវបានហាមឃាត់មិនឲ្យចាត់ទុកដូចជាមនុស្សសំខាន់ម្នាក់ឡើយជាមីងត្រូវបានប្រគល់ឲ្យគាត់នឹងផ្លាស់ទៅទីនោះនៅថ្ងៃស្អែកព្រះបរមរាជវាំងយ៉ុងកេព្រះមហាក្សត្រីយានីខ្ញុំសូមអរព្រះគុណចំពោះព្រះហឫទ័យអ្នកសូមនឹងទទួលបានវាណាស់ភរិយាមីងខ្ញុំសង្ឃឹមថាដៃរបស់អ្នកដែលមានជំនាញខាងរំដោរបស់គាត់សរសើរតែច្បាស់ណាស់វាអាចប្រែក្លាយទៅជាអ្នកក្បាច់គុណពិតប្រាកដហើយវាក៏អាចប្រែក្លាយទៅជាមនុស្សព្រះមហាក្សត្រីយានីខ្ញុំសូមគោរពតាមព្រះយេស៊ូវពិតជាបានហាមឃាត់ពួកអភិជនប្រជាជនក៏ត្រូវបានផ្ដល់សិទ្ធិឲ្យចូលទស្សនាវិមានយ៉ុងកេតែគាត់បានលោតទៅបង្គោលពីរដងលោកគ្រូស៊ូពិតជាសំណាងណាស់យ៉ុងកេការបណ្ដោះបណ្ដាលចរិតលក្ខណៈរបស់មនុស្សម្នាក់នៅក្នុងវិមានខ្ញុំខ្លាចថាវានឹងពិបាកក្នុងការដាក់វានៅលើធ្នឹអីទេរយៈពេលយូរអូនស្រីរបស់ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងហើយបានចាក់ចេញពីសារនៃការដំណោះធម្មជាតិគឺនៅចិត្តណាស់វាច្បាស់ណាស់ព្រះមហាក្សត្របានឲ្យតម្លៃខ្ពស់ចំពោះវាអូនស្រីសម្ដេចព្រះករុណាខ្ញុំព្រះករុណាសូមអរព្រះគុណចំពោះនេះទេសារអធិរាជបានយាងទៅទស្សនកិច្ចសូម្បីតែវិមានរំលឹកក៏ត្រូវបានបញ្ជាឲ្យដាក់ជូនព្រះនោះត្រូវបាននាំមកទីនេះតើអ្នកណានៅក្នុងវងដែលមិនពេញចិត្តនឹងកាយវិការនេះខ្ញុំបានឃើញវាទាំងអស់អ្នកជាមនុស្សឆ្លាតហើយខ្ញុំក៏ដូចគ្នាដែរសម្រាប់ពេលនេះគឺប៉ុណ្ណឹងហើយសម្រាប់ខ្លះទៅព្រះមហាក្សត្រីយានីខ្ញុំព្រះករុណាសូមលាលោកដោយគោរពករណីរបស់ឪពុកខ្ញុំករណីរបស់ប្អូនស្រីខ្ញុំសេចក្តីសប្បុរសដ៏ធំធេងរបស់អ្នកនឹងមិនអាចបំភ្លេចបានពេញមួយជីវិតបងស្រីឲ្យក្រោកឡើងយើងជាបងប្អូនស្រីនឹងគ្នាកុំនិយាយអំពីរឿងនោះព្រះចៅអធិរាជមានបន្ទូលថាស្ត្រីអភិជនចូលចិត្តរបស់ទាំងនេះពួកគេទាំងអស់ត្រូវបានដឹកជញ្ជូនរួចរាល់ហើយតើព្រះចៅអធិរាជគ្រាន់តែប្រើប្រាស់ខ្ញុំមែនទេនៅតែមានការស្រឡាញ់ខ្លះជាប់ពាក់ព័ន្ធក្នុងអំឡុងរាជវង្សឈិងបន្ទាប់ពីត្រូវបានតាំងទីលំនៅឲ្យបានត្រឹមត្រូវវាបានបន្តខ្ញុំបានទៅព្រះបរមរាជវាំងស៊ុយនីងដើម្បីជម្រាបសួរហេសីមែនហើយលោកម្ចាស់ព្រះមហេសីមីងបានមកគោលពីញ្ញាណជនរាមហេសីយកព្រមចាំមួយផ្លែតសូមលោកម្ចាស់ជាទីគោរពព្រះករុណាខ្ញុំសូមអង្វរសូមថ្វាយព្រះពរព្រះមហាក្សត្រីយានីប្រកបដោយព្រះបរមសុខនិងព្រះពរជ័យមហាប្រសាទចម្រើនរុងរឿងលោកស្រីមីងក្រោកឡើងឪពុករបស់អ្នកសម្លាញ់របស់ខ្ញុំឈ្មោះស៊ូជីងយ៉ានខ្ញុំចាំបានអញ្ចឹងគាត់សរសេរបានល្អណាស់បងព្រះមហាក្សត្រីយានីមានព្រះហឫទ័យសប្បុរសពេកហើយឪពុកខ្ញុំវាគ្រាន់តែជាគំនូរព្រៀងរយៈប៉ុណ្ណោះទេវាគួរឲ្យកត់សម្គាល់វាជាសំណាងល្អរបស់អ្នកដែលព្រះចៅអធិរាជចូលចិត្តអ្នកប៉ុន្តែសូម្បីតែពរជ័យដ៏អស្ចារ្យក៏គួរតែត្រូវបានទទួលយកនៅទីនេះអ្នកនឹងដួលប្រសិនបើអ្នកឡើងខ្ពស់នៅក្នុងវិមាននេះវាក៏ធ្ងន់ដែរការបង្រៀនរបស់ព្រះមហាក្សត្រនឹងត្រូវចងចាំយើងមិនហ៊ានធ្វេសប្រហែសសូម្បីតែបន្តិចបន្តទៅមុខទៀតអ្នកស្រីឲ្យអ្នកសុខសប្បាយជាទេកុំនិយាយអីគ្រាន់តែទៅព្រះមហេសីមីងឥឡូវនេះជាព្រះចៅអធិរាជមនុស្សនៅលើស្មារបស់ខ្ញុំប៉ុន្តែនេះគឺជាអ្នកដែលខ្ញុំបានឮថាវាមានយ៉ុងកេមិនសូវជីលីមហេសីលីនៃរាជវង្សមុនមានដើមកំណើតមកពីយ៉ុងកេគង់បានលោតសូមអរគុណដល់មីងស៊ីវដែលបានរំលឹកខ្ញុំទោះយ៉ាងណាក៏ដោយខ្ញុំមិនជឿរឿងទាំងនេះទេវាជាការពិតដែលថាអ្វីអាចសម្រេចបានដោយការខិតខំប្រឹងប្រែងរបស់បើវាអាស្រ័យលើយើងចូលយើងទៅមើលលោកស្រីមានអ្វីមួយនៅក្នុងអាហាររបស់អ្នកទោះបីជាបរិមាណអាសេនិកមានតិចតួចក៏ដោយការប្រើប្រាស់រយៈពេលវែងការប្រើប្រាស់ថ្នាំប៉ូរ៉ាំរ៉ៃមន្ត្រីនោះបានខំអណ្ដាតរបស់ខ្លួនរួចហើយក៏ត្រូវបានដាក់នៅលើវិមានយ៉ុងកេអ្នកបម្រើទាំងអស់ត្រូវតែត្រូវបានជំនួសនិងស៊ើបអង្កេតយ៉ាងម៉ត់ចត់បងស្រីតើបងស្រីដឹងអំពីបញ្ហានេះទេអ្នកណាដែលញុះញង់វាត្រូវតែជាស្ដេចឪពុករបស់មីងចៅជាមេគ្រួសារមួយរដ្ឋមន្ត្រីនិងគាត់មានផ្ទៃពោះគាត់កាន់តែមានការថប់បារម្ភវាកាន់តែបង្ហាញឲ្យឃើញតើអ្នកខ្លាចអ្វីតើអ្នកមានផ្ទៃពោះទេបងស្រីឲ្យប្រយ័ត្នផងខ្ញុំបានឮសម្លេងអធិរាជវិជ្ជបណ្ឌិតលីវដែលក្រោយមកពួកគេបានជ្រើសរើសវាហាក់ដូចជាគ្រូសាវាងបានណែនាំព្រះចៅជាចុងក្រោយគាត់ត្រូវតែឡើងឆាកដោយផ្ទាល់វិជ្ជបណ្ឌិតលីវនីងស៊ូអានបន្ទាប់ពីមានជំនាញបំផុតក្នុងវិស័យរោគស្ត្រីវាត្រូវបានប្រកួតនាងចាប់ចង្វាក់បេះដូងរបស់អ្នកនាងមានប្រជាប្រិយភាពខ្លាំងណាស់រូបមន្តនេះស្រាលសម្រាប់អ្នកដែលខ្វះឈាមប្រសិទ្ធភាពអាចមើលឃើញបន្ទាប់ពីប្រើប្រាស់បាន3ខែព្រះមហាក្សត្រីយានីអរគុណលោកវិជ្ជបណ្ឌិតលីវចេញទៅក្រៅវាំងដើម្បីរកមនុស្សដែលអាចទុកចិត្តបានសូមពិនិត្យមើលវិជ្ជបញ្ជាសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកអភិជនស៊ូនឹងសៀងមិនឈប់គ្នាទេហើយនឹងបណ្ដាលឲ្យមានការប្រើប្រាស់នេះបណ្ដាលឲ្យមានភាពគ្មានកូននៅចង់ផឹកទៀតមែនទេហេតុអ្វីមិនផឹកបន្ទាប់ពីជៀនរួចចាក់វាចូលក្នុងផើងផ្កាតើលោកអ្នកអាចរៀបចំឯកសារពិតប្រាកដបន្ថែមទៀតសម្រាប់ខ្ញុំបានទេអាហារដើម្បីគ្រប់គ្រងរាងកាយតើអ្នកម្នាងនឹងបដូរអាជីពហើយក្លាយជាគ្រូពេទ្យរាជវង្សឬព្រះករុណាជាម្ចាស់ខ្ញុំគ្រាន់តែចង់ជាសះស្បើយប៉ុណ្ណោះមានតែពេលនោះទេទើបអាចបម្រើធិរាជបានយូរអង្វែងនាងសួងឲ្យខ្ញុំព្រះអង្គម្ចាស់មួយអង្គពិតព្រះអង្គដ៏ចម្រើនខ្ញុំព្រះករុណានឹងគោរពតាមបញ្ជារបស់ព្រះអង្គតើចលនាភពពិធីរបស់រាជវង្សសំខាន់អាចត្រូវបានបញ្ច្រាស់បានទេ
ព្រះអង្គគុំម្ចាស់ល្អរបស់ខ្ញុំកំពុងបង្កភាពចលាចលយ៉ាងខ្លាំងវាហាក់ដូចជាពួកគេទទួលបានអត្ថប្រយោជន៍ពីការពេញចិត្តរបស់ខ្ញុំមានអារម្មណ៍ឆេវឆាវបន្តិចពេលខ្ញុំទៅបដូរសម្លៀកបំពាក់អ្នកនឹងរងចាំនៅទីនេះសម្រាប់នាងគីក្នុងពេលបន្តិចទៀតលោកស្រីមេងសូមអញ្ជើញអ្នកទៅកាន់ព្រះបរមរាជវាំងសួនច្បារត្រូវបានគេនិយាយថាមានសារៈសំខាន់តើភរិយារបស់លោកមេងនៅឯណាសាលស្ដាប់នៅក្នុងសួនច្បារអធិរាជឈុនតាវមកជាមួយខ្ញុំដើម្បីជួបប្រជាជនសេចក្តីមេត្តាករុណារបស់មនុស្សថ្លៃថ្នូរគឺជារាជវង្សយីមានអ្នកបម្រើម្នាក់នាំអ្នកមកទីនេះអ្នកបម្រើនេះមិនដឹងថានាងនឹងធ្វើអ្វីទេតើអ្នកប្រកាសទេថាអធិរាជនឹងយាងកាត់នេះជាកន្លែងដែលព្រះចៅអធិរាជផ្លាស់ប្ដូរសម្លៀកបំពាក់របស់ទ្រង់បានតាមផ្លូវនេះត្រឡប់ទៅវត្តវិញក្រពះខ្ញុំជឿណាស់អ្នកត្រូវទៅឲ្យលឿនសូមលោកគ្រូពេទ្យអធិរាជទៅរកព្រះចៅអធិរាជផងគ្រាន់តែនិយាយថាខ្ញុំមិនស្រួលនៅទីនេះទេជួយផងអ្នកនាងមានរឿងអ្វីរៀបចំផ្លែពេះនីតិក្រដៅដើម្បីទៅកាន់សារនៃភាពសុខដុមរមនាកម្ពុជាព្រះចៅអធិរាជកំពុងយាងមកខ្ញុំនឹងជួយសង្គ្រោះទ្រង់ក្មេងតូចព្រះអម្ចាស់ឲ្យហេតុអ្វីបានជាព្រះអង្គមិនអាចប្រញាប់ប្រញាល់ធ្វើអ្វីបានព្រះអង្គគុំម្ចាស់ឲ្យខ្ញុំបានមកជួយសង្គ្រោះអ្នកហើយពោះរបស់អ្នកធ្វើពីក្បាសតើបន្ទះការពារមានរួចហើយឬនៅបើជាខ្ញុំនឹងរលួយនៅក្នុងអ្នកហ៊ានគំរាមកំហែងខ្ញុំគឺជីវយីតើត្រូវឆ្លើយតបទៅនឹងវិបត្តិរបស់ភរិយាចៅយ៉ាងដូចម្តេចបញ្ហានេះត្រូវបានប្រគល់ជូនទៅតុលាការអធិរាជវិញដោយដើរតាមផ្លូវធ្លាក់ចូលទៅក្នុងទឹកខ្ញុំពិតជាត្រឹមត្រូវបានប្រញាប់ចូលទៅក្នុងទឹកដើម្បីជួយសង្គ្រោះមនុស្សប៉ុន្តែបម្រើដោយភាពរបស់អ្នកខ្សោយពេកមិនអាចព្រះចៅអធិរាជបានជួយសង្គ្រោះវាងឆៃយីកូនរបស់ប្រពន្ធចុងរបស់អ្នកបានបាត់ទៅហើយមហេសីចៅយីមិនបានកាន់កាប់យុនសៀងទេព្រះមហាក្សត្រឲ្យតើព្រះអង្គមានបន្ទូលអ្វីខ្ញុំមិនមែនប្រហែលជាព្រះចៅអធិរាជព្រះមហាក្សត្រនិងព្រះមហេសីវាគឺជាពេលវេលាដ៏ច្របូកច្របល់មួយដែលនាំឲ្យគាត់អង្វរព្រះចៅពិចារណាលើគុណសម្បត្តិរបស់គ្រួសារវាងការលើកលែងទោសនិងត្រូវបានសៀងត្រូវបាននិរទេសទៅកាន់វិមានត្រជាសៀវភៅនេះដែលសរសេរដោយឯកោត្រូវបានផ្ញើទៅគ្រូពេទ្យអធិរាជអ្នកនិយាយថាខ្ញុំនៅវិមានយ៉ុងកេសូមព្រះអង្គម្ចាស់នៅស្ងៀមហើយថែរក្សាខ្លួនឲ្យបានល្អវាងចៅយីនាងកំពុងតែរងាគ្រូពេទ្យក្នុងវាំងបាននិយាយថានាងឆ្កួតការមានផ្ទៃពោះគឺជាការបំផន់ដែលបង្កឡើងដោយគ្រឿងញៀនថ្ងៃនោះនាងចង់ដាក់អ្នកម្ដងទៀតធ្វើពុតជារលូតកូនសម្រាប់សត្វស្លាប់ពីក្បាលដោយថ្មួយដុំបើដូច្នោះមែនហេតុអ្វីបានជាអ្នកជួយសង្គ្រោះនាងព្រះមហាក្សត្រឲ្យខ្ញុំមិនចង់ជួយសង្គ្រោះនាងទេខ្ញុំចង់ជួយសង្គ្រោះនាងនាងស្លាប់ខ្ញុំនឹងមានសេរីភាពនាងគ្មានទំនាក់ទំនងអ្វីជាមួយទេហើយរស់នៅរហូតដល់ពុះតាំងតិចជាងនេះព្រះករុណាជាម្ចាស់ខ្ញុំសូមសួរសាច់ញាតិរបស់ខ្ញុំដែលអ្នកស្រដៀងនឹងនរណាម្នាក់ខ្លាំងម្លេះតើអធិរាជនេះជានរណាម្ដាយរបស់នាងក៏តែងតែដូច្នោះដែរគាត់អាចខុសខើប៉ុន្តែគាត់តែងតែផ្ដល់ទុកកន្លែងឲ្យអ្នកដទៃធ្វើសម្យុទ្ធហើយព្រះចៅអធិរាជនឹងក្លាយជាអ្នកចុងក្រោយដែលនៅសេសសល់ព្រះករុណាជាម្ចាស់ខ្ញុំព្រះករុណានឹងមិនផ្លាស់ប្ដូរឡើយម្ដាយរបស់អ្នកខ្ញុំឈ្មោះស៊ូនាងសួងប្រើតែក្រែមស៊ុននាងប៉ុណ្ណោះខ្ញុំបានជាសះស្បើយពីជំងឺរបស់ខ្ញុំហើយបន្តរស់នៅតាមរបៀបនេះក្រោយមកកន្នីរបស់គាត់ត្រូវបានហាមឃាត់ដោយផ្ទាល់ដោយសារកន្នីសម្រាប់ជនក្រីក្រព្រះអង្គមិនផ្លាស់ប្ដូរដោយសារតែអសមត្ថភាពរបស់ព្រះអង្គអូនស្រីឥឡូវនេះអ្នកគឺជាគោលដៅនៃការរិះគន់របស់មនុស្សគ្រប់គ្នាប៉ុណ្ណឹងហើយបងស្រីខ្ញុំចង់សុំការអនុគ្រោះពីបងអ្នកនិយាយមកបងស្រីខ្ញុំចង់សុំការអនុគ្រោះពីបងអ្នកនិយាយមកសូមជួយខ្ញុំស្វែងយល់អំពីអតីតកាលរបស់ភរិយាចេញករណីតើអ្នកកំពុងធ្វើអ្វីការស្គាល់ខ្លួនឯងនិងស្ត្រីរបស់យើងគឺជាគុណធម៌ដ៏អស្ចារ្យបំផុតរបស់អធិរាជនេះពួកគេបានពឹងផ្អែកលើព្រះមហេសីខណៈដែលព្រះចៅអធិរាជគាត់បានប្រាប់ខ្ញុំថាបេះដូងរបស់ព្រះមហាក្សត្រីយនីចំណងនេះគឺជាចំណងរបស់ព្រះមហេសីចេញវាគឺជាគន្លឹះក្នុងការផ្ដួលរំលំហេសីបងស្រីខ្ញុំនឹងរកអ្វីដែលអ្នកចង់បានមកដល់你要的东西我找到了。ឯកសារទាំង12របស់នាយកដ្ឋានរាជវាំងឯកសារបង្ហាញថាចេញមិនទាន់បានឡើងឋានៈជាមហេសីអធិរាជនៅឡើយទេខែឧសភាគឺដោយសារតែការអនុវត្តសិល្បៈនៃសម្រស់ដ៏ប្រណីតនៅឯព្រះបរមរាជវាំងស៊ីនីងព្រះចៅអធិរាជមានព្រះហឫទ័យខឹងយ៉ាងខ្លាំងហើយ6វិមានយីលេងត្រូវបានជន់លិចគ្រួសារសេងចិត្តដល់ទីបញ្ចប់ហើយ
妻子 កូនប្រុសរបស់នាងត្រូវបានចិញ្ចឹមដោយគ្រួសារចេងបុគ្គលនោះគឺជាព្រះមហេសីបច្ចុប្បន្ន 也是皇后的 នាង 亲 ក៏ជាមីងរបស់អធិរាជនីដែរហើយព្រះចៅអធិរាជបច្ចុប្បន្នចៅឆេងយូបានប្រសូតម្ដាយគឺជាស្ត្រីម្នាក់នេះដែលបានស្លាប់ភ្លាមព្រះមហេសីចេងនៃព្រះបរមរាជវាំងបានអនុញ្ញាតឲ្យចៅធ្វើតាមដែលពួកគេពេញចិត្តម៉ែឲ្យទុកឲ្យចៅខ្លាចជាម៉ែអញទៅគ្មានអ្វីចម្លែកទេដែលអធិរាជនៅពេលដែលម្ដាយបង្កើតត្រូវបានលើកឡើងនៅថ្ងៃនោះសម្លេងរបស់គាត់ស្ងាត់ជ្រុងណាស់ មិនត្រឹមតែប៉ុណ្ណោះខ្ញុំបានសូកប៉ាន់ហាងបញ្ចាំម្នាក់ដែលបានបម្រើការនៅក្នុងវិមានបញ្ជាក់រយៈពេលម្នាក់បាននិយាយនៅពេលនោះថាភ្លើងត្រូវបានចាក់សរដំបងពីខាងក្រៅមែនហើយមុនពេលដែលព្រះនាងចេញសោយពីវង្គតព្រះនាងមានផ្ទៃពោះនាងនៅតែកាន់មួយដែលខូចផ្នែកប៉ូស៊ឺឡែនដ៏ប្រណិតនិងប្រណិតឆ្លុះបញ្ចាំងពីស្រមោលផ្នែកប៉ូស៊ឺឡែនដ៏ប្រណិតនិងប្រណិតមួយនោះគឺថ្លៃបណ្ណាការរបស់អ្នកម្នាងចេញក៏ជាវត្ថុបុរាណដ៏គួរឲ្យស្រឡាញ់បំផុតរបស់អធិរាជចុងក្រោយប្រសិនបើខ្ញុំអាចរកផ្នែកប៉ូស៊ឺឡែននោះឃើញជាមួយនឹងបំណែកទាំងនោះខ្ញុំអាចប្រគល់វាទៅឲ្យអធិរាជវិញការពិតនៃអ្វីដែលបានកើតឡើងនៅពេលនោះ 太后 គូកំណត់គម្រប់50ឆ្នាំរបស់ព្រះមហាក្សត្រីយូនីកុយនៅថ្ងៃក្រោយមកអំណោយអបអរសាទរដែលរៀបចំដោយអធិរាជនីតើអ្នកទាំងអស់គ្នាបានយល់ព្រមលើពិធីនេះហើយឬនៅព្រះមហាក្សត្រឲ្យអ្វីត្រូវបានដោះស្រាយរួចរាល់ហើយសូមយកវាចេញពីធនាគារផ្ទៃក្នុងអេក្រង់អាយុវែងដោយគ្មានទឹកជ្រលក់វាត្រូវបានសម្អាតពេញមួយយប់វាត្រូវបានដាក់នៅក្នុងសាលតូចមួយនៅខាងក្រៅសាលធំ 怎么会这 យ៉ាង 样？ ម៉េចដែរ 娘娘， ព្រះករុណាឲ្យអេក្រង់នេះចាស់ណាស់ហើយភ្លុកមានបញ្ហាដោយធម្មជាតិវាលងបន្តិចគ្រាន់តែកត់សម្គាល់ឃើញពេលជួបវាប៉ុណ្ណោះកន្លែងជាច្រើនបានបាក់បែករួចហើយគំរូនេះជាអ្វីដែលអ្នកបម្រើរូបនេះមិនហ៊ានលាក់បាំងឡើយ 内务府的 តើមនុស្សទាំងអស់នៅក្នុងនាយកដ្ឋានរាជវាំងគ្មានប្រយោជន៍ទេប្រសិនបើវាមិនត្រូវបានជួសជុលមុនពិធីជប់លៀងខួបកំណត់ទេទាំងយកគាត់ទៅនាយកដ្ឋានព្រំទុន 娘娘息怒 សូមព្រះអង្គស្ងប់ព្រះពិរោធផងខ្ញុំព្រះអង្គធ្លាប់មានចិត្តបែបនេះតាំងពីកុមារភាពមកគ្រូនាងសិក្សាអំពីការស្ដារឡើងវិញនៅវត្ថុបុរាណប្រសិនបើម៉ាក់ទុកចិត្តខ្ញុំសុខចិត្តសាកល្បងមើល 苏妹妹， បងស្រីស៊ូនៅគ្រប់ទីកន្លែងអ្នកមិនអីទេចាប់តាំងពីអ្នកស្ម័គ្រចិត្តមកភារកិច្ចនេះខ្ញុំនឹងទុករឿងនេះឲ្យអ្នក ប្រសិនបើវាត្រូវបានជួសជុលខ្ញុំនឹងមានរង្វាន់ជាច្រើនការដឹងគុណប្រសិនបើមិនត្រូវបានជួសជុលឲ្យបានត្រឹមត្រូវទេគឺជាការមិនដំណើរព្រះដកនោះនឹងជាការមិនគោរពយ៉ាងខ្លាំងអ្នកយល់ទេ 臣妾领旨 ព្រះករុណាជាអំចាស់ជីវិតលើកដំបូងខ្ញុំទទួលយកព្រះរាជក្រឹត្យនេះវាមិនមែនអំពីការជួសជុលអេក្រង់ទេប៉ុន្តែជាខ្ញុំដែលកំពុងចូលរតនាគារអធិរាជត្រូវបានស្វែងរកអធិរាជរបស់ព្រះមហេសីចេងកំណត់ត្រាតែមួយគត់នៃវត្ថុ 不对劲， មានអ្វីមួយខុសប្រក្រតីកែមដែលខូចនៃបំណែកវាមិនបែកដោយធម្មជាតិនៅពេលប៉ះទង្គិចទេប៉ុន្តែវាគឺជាការវាយប្រហារដោយកាំបិតមុតស្រួចមួយស្នាមនៃការត្រូវគេវាយមានពាក្យនៅទីនេះមានន័យថាចាប់កូនប្រុសស៊ី 儿救我。 វិមានកំពុងឆេះប៉ុន្តែត្រីនឹងជួយសង្គ្រោះខ្ញុំរបស់នេះត្រូវបានប្រើប្រាស់ដោយអ្នកនាងចេញមុនពេលនាងស្លាប់ចូលសក់មាសត្រូវបានឆ្លាក់នៅលើជញ្ជាំងខាងក្រៅរបស់គាត់ឡើងលោកម្ចាស់មានការល្បាតនៅខាងក្រៅពួកអ្នកយាមបានមកដល់ សម្ដេចឲ្យព្រះអង្គមានព្រះហឫទ័យសប្បុរសណាស់ព្រះករុណាជាអំចាស់ជីវិតលើកដំបូងនេះជាអ្វីដែលខ្ញុំគួរធ្វើនៃព្រះករុណាអេក្រង់នេះជារបស់ស៊ូពីងកែសម្រួលដោយនរណាម្នាក់គឺស៊ូពីងបងហ្វូពិតជាមិនអាចប្រៀបផ្ទឹមបានក្នុងចំណោមជំនាញស៊ូពីងតើអ្នកចង់បានរង្វាន់អ្វីព្រះមហាក្សត្រឲ្យខ្ញុំមិនសុំរង្វាន់អ្វីទេគ្រាន់តែសុំពេលជួសជុលអេក្រង់នៅក្នុងរតនាគារខាងក្នុងខ្ញុំបានរកឃើញរបស់ចាស់មួយដោយចៃដន្យហើយខ្ញុំគិតថាវត្ថុនេះគួរតែត្រូវបានប្រគល់ជូនម្ចាស់ស្របច្បាប់របស់វាចៅវាយនាយដ៏ត្រឹមត្រូវ 这是 តើនេះជាអ្វីពិតព្រះអង្គដ៏ចម្រើនខ្ញុំបានរកឃើញរឿងនេះហើយវត្ថុនេះគឺជាវត្ថុបុរាណពីរាជវង្សមុនទោះបីជាវាត្រូវខូចហើយតែខ្ញុំបានប្រើវិធីជួសជុលហើយបច្ចេកទេសនៃការស្ដារឡើងវិញស្ទើរតែមិនបានស្ដារគាត់ឡើងឡើយវាគ្រាន់តែបន្ទាប់ពីការជួសជុលឡើងវិញប៉ុណ្ណោះទើបផ្នែកខាងក្នុងជញ្ជាំងនេះហាក់ដូចជាមានសកលលោកមួយនៅក្នុងវាយកវាឡើង 皇上 ព្រះមហាក្សត្រឲ្យមានការអ្វីព្រះមហាក្សត្រីយានីខ្ញុំម្ចាស់បានផ្ដល់កិត្តិយសដល់អ្នកជាមួយនឹងគ្រឿងកិត្តិយសចំនួន20នៅឆ្នាំនោះតើអ្នកអាចប្រាប់ខ្ញុំបានទេថាតើកំណាព្យឲ្យនេះមានន័យយ៉ាងណាព្រះរាជក្រឹត្យរបស់អធិរាជដែលមានចារថាតើវាមានន័យយ៉ាងណាបើព្រះករុណាជាមួយនឹងបំណែកមួយចំនួនតូចនេះអ្នកត្រូវតែសង្ស័យខ្ញុំហើយពាក្យរបស់ខ្ញុំ 苏嫔， ស៊ូពីងអ្នកហ៊ានម្លេះ 竟敢 ពួក 伪 គេ 造 ហ៊ានបង្កើតអ្វីមួយ 伪造 ការខ្លាញ់បន្លំ 太后娘 ពេល 娘， ព្រះអង្គ 瓷器的断口可以伪 ការកា 造 ត់，នៅលើកំប៉ុងប៉ាស 但 ឡា 这 ត្រូវ 青 បាន 釉表 ខ្លាញ់ 面 បន្ 的 លំ 土 ប៉ុន្តែ 气 ច្ 与 រេះ 火 នៅលើ 烧 ផ្ទៃ 纹 នៃប៉ាស 是 ឡា 经历了20年岁月沉淀而 ឡើង 成 បន្ទាប់ពីអាយុ20ឆ្នាំ 臣妾身为鉴宝人， ក្នុងនាម 可 ជា 以 អ្នក 向上人 ខ្ញុំ 头 អាច 担保 ធានាចំពោះអ្នក 此物 ថា 绝非伪造 នេះ。មិនត្រូវបានខ្លាញ់ 此 បន្លំ 外 ទេលើពី 皇 នេះ 上可 ព្រះម 传 ហា 召 ក្ស 当 ត្រ 年 អាច 负责 ក៏ 内 ហៅ 务 អ្នក 府的 ចា 老 ស់ 嬷嬷审视， ម៉ាក់សិនខ្ញុំ 臣 បាន 妾 ប្រ 已 គល់ 托梦 ភារ 贵 កិច្ច 人 ឲ្យ 将 លោក 他 ស្ 保 រី 护在 មេ 永科宫外。 ការពារនាងនៅខាងក្រៅវិមានយ៉ុងកេ 当年的火是怎 នាង 么 បានឃើ 烧 ញនៅភ្លើង 的， នៃជារបៀប 锁 របៀ 是 ប 怎 ដែល 么 ស 落的， បានដួលរំ 他亲眼所见。来人， ម៉ាំ 宣誓 ក៏ហៅ 是 លោកស្រី 祭 សេន 奠。 មកកាន់ព្រះរាជវាំង 素嫔 លោក 娘 ស្ 娘 រី 说的 ស៊ូ 没 ពី 错， និយាយត្រូវ 这是臣氏 វា 干 ជា 的。 ការងាររបស់ចេន 完了， វាចប់ហើយ 全完了。 វាចប់ហើយ 传 បញ្ 旨 ជូនក្រឹត្យរបស់ខ្ញុំ 陈氏一族 គ្រួសារ 欺 ចេន 君 បាន 瞒 បញ្ 天 ឆោតអធិរា 夺 ជ 子 ហើយបាន 害 សម្លាប់ម្ដាយរបស់គាត់
太后前往西苑别宫，非死不得出。陈皇后收回凤印，打入冷宫。宁霜，真的身边只剩下你了。苏宁霜晋升为明妃，执掌6宫凤印。哎呀，你真厉害！ 春桃， ชนเตาตาเนี่ยกึศថាព្រះចៅអធិរាជពិតជាខ្វល់ខ្វាយអំពីរឿងនេះមែនទេតើអ្នកមិនដឹងអ្វីទាំងអស់មែនទេអ្វីដែលព្រះករុណាចង់មានន័យថាព្រះចៅអធិរាជគឺយុវជនម្នាក់ឡើងសោយរាជ្យអាចមានប្រសិទ្ធភាពក្រោមការគ្រងរាជ្យរបស់ព្រះមហាក្សត្រឡើងក្នុងចន្លោះគ្រួសារវាងភាពវៃឆ្លាតរបស់គាត់ដែលនៅសេសសល់រហូតមកដល់សប្តាហ៍ថ្ងៃនេះគឺអស្ចារ្យជាងយើងស្រមៃថាគាត់ប្រហែលជាជ្រៅជាងនេះពួកគេបានស៊ើបអង្កេតអ្នកនាងចេញអស់រយៈពេល1 គត់ដែលបាត់គឺនរណាម្នាក់ដើម្បីដោះស្រាយបញ្ហានេះវាគ្រាន់តែជាការចាប់ផ្ដើមនៃការត្រូវបានហែកចេញប៉ុណ្ណោះលោកអក្សរតូចនៅលើបំណែកនេះច្បាស់ណាស់តើសុយចេញជាស្នាដៃពិតពីសម័យនោះមែនទេវាមិនមែនជារបស់ដើមទេវាជារបស់คล้ายៗហើយអ្វីបានជាការសរសេរដោយដៃនិងសាច់ញាតិក្នុងស្រុកពីឆ្នាំនោះចង់ធ្វើច្បាប់ចម្លងមែនទេតើមិនអាចខ្វាយព្រះចៅអធិរាជនៅឯកសារដើមបានទេឯកសារដើមបានប្រើនឹងគ្មានប្រយោជន៍រួចទៅហើយខ្ញុំគ្រាន់តែបញ្ជាក់ការពិតប៉ុណ្ណោះពេលនេះត្រូវបានប្រគល់ជូនព្រះចៅអធិរាជប្រសិនបើតម្លៃនៅលក្ខចុះទេប្រសិនបើវាច្បាស់ណាស់ថាវាជារបស់ក្លែងក្លាមគាត់អាចមើលឃើញដោយធម្មជាតិថាត្រូវធ្វើអ្វីកុំភ័យស្លន់ស្លោអីខ្ញុំនិងព្រះចៅអធិរាជវានិយាយអំពីការទាញយកប្រយោជន៍ពីគ្នាទៅវិញទៅមកវាគ្រាន់តែជាបញ្ហានៃផលប្រយោជន៍ទៅវិញទៅមកនិងសហជីវសាស្ត្រប៉ុណ្ណោះមុខរបស់ស៊ូឈីងយុនពិតជាគ្រូពេទ្យដែលដើរលេងបានជួសជុលពូថៅនោះហ្វូឬខ្ញុំនឹងនៅតែតាមដានខ្ញុំហើយប្រាប់ពីខាងក្នុងដោយសារគ្រួសារស៊ូចង់ផ្ញើបើប្អូនស្រីខ្ញុំទៅវាំងឲ្យនាងមកចុះវាមានជ្រៅនិងទីធ្លាធំនេះហាក់ដូចជាខ្វះខាតប្អូនស្រីអ្នកចម្រៀងអូប៉េរ៉ាតាំងពីពួកគេមិនទាំងរៀនមេរៀនផងបន្ទាប់ពីត្រូវបានខូចរូបរាងប្អូនស្រីខ្ញុំមិនប្រកាន់ទេបើខ្ញុំធ្វើវាម្ដងទៀតតើការច្រូតកាត់អ្វីដែលអ្នកសាប់ព្រោះមានន័យយ៉ាងណាព្រះមហេសីស៊ូនិងព្រះមហេសីមីងរដ្ឋមន្ត្រីកំពុងរងចាំនៅខាងក្នុងស៊ូភរិយារបស់គាត់គោរពវិញ្ញាណក្ខន្ធភរិយាមីងមុខរបស់ប្អូនស្រីខ្ញុំត្រូវបានជួសជុលរួចរាល់ហើយពិតជាប្រណិតមែនខ្ញុំឃើញហើយពណ៌ស្បែកមើលទៅដូចជាត្រូវបានព្យាបាលដោយសោម្សៅបើកបរថយន្តនិងឈាមនៅលើស្មុទ្រការងូតទឹកនេះត្រូវបានត្រាំម្ដងហើយម្ដងទៀតវិធីសាស្ត្រនេះត្រូវតែមានការឈឺចាប់ខ្លាំងដរាបណាវាមានប្រសិទ្ធភាពឃើញពន្លឺថ្ងៃម្ដងទៀតដើម្បីជួយឪពុករបស់នាងខ្ញុំអាចទ្រាំទ្រនឹងការឈឺចាប់តិចតួចនេះបានចូលយើងផ្លាស់ទីជាមួយគ្នាហើយចូលទៅជិតគ្នាខ្ញុំបានពិនិត្យមើលអភូតហេតុនេះយ៉ាងដិតដល់ប្អូនស្រីរបស់ខ្ញុំបានបំបែកសម្ភារៈប្រើប្រាស់មួយចំនួនរបស់គាត់វាដូចជាការបិទភ្ជាប់នាឡិកាដែលខូចមកវិញដោយបង្ខំទេសភាពនោះមើលទៅដូចជាកំពុងរលំវានឹងរហែកកាន់តែទាំងស្រុងតើមុខរបស់អ្នកអាចទ្រាំទ្រនឹងរដូវរងានេះបានទេពិតព្រះករុណាជាម្ចាស់ហេតុអ្វីបានជាត្រូវបណ្ដាសាបែបនេះប្រពន្ធចុងរបស់ខ្ញុំបានចូលទៅក្នុងព្រះរាជវាំងដើម្បីស្វែងរកម្ចាស់ខិត្រីនិងគ្រួសារស៊ូតើស៊ូជីងយ៉ានបានសុំឲ្យអ្នកយកអ្វីមកវត្ថុនេះត្រូវបានឪពុកខ្ញុំបានឲ្យមកខ្ញុំនាងបានសុំវាជាពិសេសដោយនិយាយថាវាជាម្ដាយរបស់នាងថ្មីនេះព្រះមេដាបានដោះស្រាយកិច្ចការតាក់ទងនឹងការរីករាយវត្ថុនេះដោយឧស្សាហ៍ព្យាយាមអាចធានាបាននូវសន្តិភាពអាននាងម៉ាក់ឲ្យរដ្ឋមន្ត្រីស៊ូកំពុងតែធ្វើអ្វីនឹងពិតជាសប្បុរសមែនរូបសំណាកខ្វាន់យីននេះច្បាស់ណាស់ពណ៌ផ្កាឈូករបស់សនទូកសៀងគឺការស្រង់ស្មៅសាកសពីតំបន់ភាគខាងលិចលទ្ធផលលាក់នៅក្នុងអំព្រីយ៉ុងម៉ាញេទិកប្រអប់អាចដាក់នៅខាងក្នុងបានអ្នកដែលបានឬដំណឹងនេះអស់100ថ្ងៃនឹងត្រូវបានរួចជីវិតសួតនឹងសរីរាង្គខាងក្នុងនៅទីបំផុតបានរលួយហើយប្រែក្លាយទៅជាឈាមហូរពេញខ្លួនអ្នកនិងខ្ញុំមិនស្គាល់អ្នកទេជាការពិតណាស់ខ្ញុំមិនដឹងថាអ្នកនឹងធ្វើអ្វីទេប្រសិនបើខ្ញុំស្លាប់កូនស្រីតែម្នាក់គត់របស់គ្រួសារស៊ូវាអាចនាំឲ្យមានធម្មជាតិតើកូនយ៉ងខេកងត្រឹមត្រូវទេឈុនតាវដោយព្រះរាជក្រឹត្យរបស់អធិរាជចំពោះមហេសីស៊ូអំណោយសម្រាប់ព្រះបរមរាជវាំងមានចំនួនច្រើនពេកមិនអាចមាននេះចង់ចាំថាគាត់បានប្រព្រឹត្តបទល្មើសលើកដំបូងរបស់គាត់ហើយត្រូវបានប្រន្ទាទោសតាមការហូតឈាមស្បូនរបស់យ៉ងខេជាលើកទី3ចេនរូបសំណាកខ្វាន់យីនដែលបាក់បែកអនុញ្ញាតឲ្យនាងរើសវាម្ដងមួយក្រោកឡើងកិនវាឲ្យទៅជាម្សៅដោយដៃដើម្បីញ៉ាំចុះទៅវាមានជ្រៅដើម្បីដាំការជាសះស្បើយមិនត្រឹមតែជាការជួសជុលមុខមាត់ប៉ុណ្ណោះទេប៉ុន្តែវាក៏ព្រះចៅអធិរាជត្រូវការព្យាបាលនៅខាងក្រៅ
ឬកំពុងធ្លាក់យ៉ាងខ្លាំងហើយអ្នកត្រូវបានគ្រប់គ្រងដោយពណ៌និងខ្យល់ត្រជាក់ដូច្នេះសូមចាក់ចេញការបម្រើគឺជាវិធីបង្ហាញការគោរពរបស់អធិរាជដោយសារតែព្រះករុណាជ្រាបរួចហើយថាខ្ញុំបានហើយអ្វីបានជាប្រពន្ធចង់មិនសុំទោសមុននេះនៅពេលដែលនាងត្រូវបានគេធ្វើបាបប្រសិនបើខ្ញុំមកដល់មុននេះតើមានអ្វីកើតឡើងចូលយើងមើលថាតើអ្នកមើលឃើញរូបសំណាកបសិលានោះយ៉ាងដូចម្តេចការផ្លាស់ប្ដូរសម្លេងคล้ายជាដីកាសម្រាប់លោកស៊ុនមីងព្រោះនៅក្នុងពាក្យចុងក្រោយនៃខ្នើយបសិលានោះខ្ញុំមិនបានប្រាប់អ្នកអំពីល្បិចដែលអ្នកបានធ្វើនោះទេអធិរាជចង់បានការពិតពេលនោះព្រះមហាក្សត្រីយានីបានលាតត្រដាងការពិតចំពោះការសួរថាតើការសរសេរដោយដៃពិតឬអត់រឿងសំខាន់គឺដាក់អធិរាជនៅខាងក្រោយមួយធំនៅពីលើក្បាលខ្ញុំអស់រយៈពេល20ឆ្នាំភ្នំនេះបែកខ្ទេចខ្ទីអស់ហើយអ្នកយល់ហើយដូច្នេះខ្ញុំនឹងរក្សាអ្នកប៉ុន្តែប្រសិនបើថ្ងៃណាមួយខ្ញុំចង់ជួសជុលវត្ថុបុរាណទាំងនេះឡើងវិញតែរបស់គាត់លូកមករកអាណាចក្ររបស់ខ្ញុំបន្ទាប់មកអធិរាជបានបំបែកវាដោយខ្លួនឯងវាសើចហើយសើចទៀតអារម្មណ៍នៃការជាប់គាំងខ្លាំងនេះមានអារម្មណ៍កក់ក្ដៅពីរាងកាយរបស់បុរសម្នាក់នេះស្នេហានៅក្នុងវិមានមិនមែនប៉ុន្តែវាជាមួយផ្សេងទៀតកម្រិតខ្ពស់ជាងចប់ដោយបរិបូរណ៍សូមអរគុណ